សួស្តីអ្នកគ្នាខ្ញុំមីកាហើយនឹងគឺយើងនឹងបន្តសាច់រឿងរបស់យើងទៀតកាលពីភាគមុនយើងក៏បានឃើញថាលោកបងវ៉ាងជុនបាននាំគ្នារបស់គាត់មកធ្វើបាបចូលខើប៉ុន្តែយើងបែបជាឃើញគ្នារបស់គាត់នឹងគេងលេងពេញលើដីព្រាតតែម្ដងរួមជាមួយនឹងរបួសបន្តិចបន្តួចដូចជាបែកមាត់ឬក៏បែកក្បាលជាដើមហើយយើងក៏បានឃើញស្រាដែលវ៉ាងជុនគេទិញមកពីផ្សារនឹងក៏បានធ្លាក់នៅលើដីដូចគ្នាចំណែកឯលោកបងចូលខើរបស់យើងនឹងគ្នាគេច្រើនចឹងឯងគាត់ក៏មិនត្រូវស្រាលេងប្រហែលដែរឈាមពេញដីតែម្ដងពេលនេះអាវសរបស់គាត់ក៏បានប្រឡាក់ទៅដោយទឹកសរោដូចជាអាវក្រៅហើយលើគាត់ក៏បានដើរសម្ដៅទៅរកក្រុមរបស់វ៉ាងយុនទៀតដោយសារតែក្រុមរបស់គេនឹងគឺដួលតែប្រមាណអ្នកនោះទេនៅច្រើនទៀតវ៉ាងយុនក៏ស្រែកថាហេមិនបានជាឯងមិនដោះស្រាយជាមួយនឹងអាក្មេងទំនើងនឹងទៅសម្រាប់អាចង្រៃនឹងចោលភ្លាមហើយយើងក៏បានឃើញជូខឺនឹងគាត់អូសក្បាលគ្នារបស់វ៉ាងយុនម្នាក់ទៀតផងគ្នារបស់វ៉ាងយុនម្នាក់ក៏បានរត់ចូលរួមជាមួយនឹងពាក្យជេជូខឺរបស់យើងក៏បានម៉ាត់ទៅឆ្វេងស្ដាំហើយគាត់នឹងគឺដាក់ម្ដាយដួលយកតែម្ដងមានអ្នកខ្លះនឹងថែមទាំងខ្ទាតហោះទាំងជើងទៅទៀតមួយសន្ទុះក្រោយមកយើងក៏បានឃើញឈាមលោតមកលើអេក្រង់នៅពេលនេះជូខឺគាត់វាយបើកមុខមកដល់វ៉ាងយុនហើយដែលកូនចៅរបស់វ៉ាងយុននឹងគឺតណើបទាំងអស់ពួកនឹងគ្មានគីឡូមួយជូខឺនោះទេចំណែកវ៉ាងយុននោះក៏គេគ្មានដូចគ្នាហើយពេលនេះគេភ័យហើយឥឡូវនឹងជូខឺក៏បានយាដៃម៉ាត់ប្រហើយវ៉ាងយុនគឺខំស្រែកអង្វរថាឈប់សិនកុំវាយចំហរបស់យើងតែយើងក៏បានលឺសូរថាផាច់បាត់ទៅហើយចំហរបស់វ៉ាងយុននឹងទៅចូលពេទ្យរបស់ដំហ្គេងនោះទេនៅពេលនេះគឺចូលពេទ្យរបស់ជូខឺម្ដងហើយយើងក៏បានឃើញថាគេបែកមាត់បែកចំហពេញនឹងទៀតហើយយើងក៏បានឃើញថាលោកបងជូខឺនឹងគាត់យកឈាមប្រហែលជាឈាមវ៉ាងយុននឹងយកមកគូលើអាវអំពីលេខកុងធនាគាររបស់គាត់នេះគឺជាគណនីធនាគាររបស់យើងហើយនេះគឺជាចំនួនទៅប្រាក់សម្រាប់ការបង់ថ្លៃបោកគក់កៅរបស់យើងនិងសងចំពោះការវាយប្រហារដែលឯងធ្វើមកលើយើងឥឡូវហ្នឹងអូយជឿមកលោកបងចូលឃើញចេះតែមានតែម្ដងហើយអាលោកបងវាយទៅនោះក៏ពេកទៀតមកវាយគេវាយមិនឈ្នះគេហើយឥឡូវនឹងត្រូវបង់លុយឲ្យគេទៀតលោកបងចូលខើក៏និយាយទៀតថាអញ្ចឹងបាញ់លុយឲ្យយើងតាមកង់នឹងមកហើយលោកបងរបស់យើងនឹងគាត់ក៏ងើបរើដើរចេញហើយតែក៏បានលូទៀតថាចង្រៃសម្លៀកបំពាក់របស់យើងនឹងប្រឡាក់សិតតែឈាមតែម្ដងគាត់ក៏បានងាកមកនឹងបាននិយាយទៀតថារឿងដែលពួកគាត់ចូលខើឬក៏វូអ៊ីងជាមួយនឹងគ្នារបស់វូអ៊ីងនឹងទៅវាយក្រុមរបស់វ៉ាងយុនណាគឺមានមនុស្សម្នាក់ដែលវ៉ាងយុនស្គាល់នឹងបជាឲ្យពួកគាត់ធ្វើនោះទេដែលយើងអ្នកមើលនឹងគឺដឹងអីគឺជាបងប្រុសរបស់វ៉ាងយុនផ្ទាល់នឹងឯងតែវ៉ាងយុនគេអត់ដឹងទេគេបែបជាមកខឹងចូលខើទៅវិញចឹងហើយឥឡូវចូលខើក៏បាននិយាយទៀតថាដូច្នេះកុំដាក់បន្ទុកនឹងមកលើពួកយើងនិយាយស្រួលទៅចូលខើហើយនឹងក្រុមរបស់គាត់នឹងគឺមិនដឹងអីនោះទេគេគ្រាន់តែបជាឲ្យទៅវាយតែហើយគាត់អ្នកស៊ីឈ្នួលវាយយកលុយចឹងហើយគាត់អត់ខ្វល់នោះទេឲ្យតែគេបជាគាត់ទៅហើយយើងមើលទៅភ្នែកវ៉ាងយុននៅពេលនេះគាត់ក៏ខឹងខ្លាំងមែនតើនៅពេលដែលចូលខើដើរចេញទៅបាត់នឹងវ៉ាងយុនក៏បានស្រែកថាចង្រៃអញ្ចឹងតើអាណាគេជាអ្នកធ្វើរឿងហ្នឹងឡើយយើងកាន់មកកន្លែងមួយយើងក៏បានឃើញក្រុម Trader នឹងកំពុងតែហ្វឹកហាត់ជីកង់នៅពេលនេះលោកបង Johnson ឬក៏លោកបង John Smith នឹងក៏បាននិយាយថាហេជូវ៉ុនថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងធ្វើខ្លួនឲ្យធូរស្បើយបន្តិចទៅជូវ៉ុនក៏បាននិយាយមកវិញថាតើឯងអាចធ្វើឲ្យធូរស្រាលនៅពេលដែលឯងនឹងមកហ្វឹកហាត់ដោយរបៀបណាហើយក្នុងកំឡុងពេលនេះនឹងប្រហែលជាក្រុម Monster ក៏កំពុងតែហ្វឹកហាត់យ៉ាងខ្លាំងដែរដូច្នេះយើងត្រូវតែធ្វើឲ្យបានខ្លាំងជាងគេ2ដងបើមិនជាយើងចង់ឈ្នះពួកគេចង់ធ្វើបាបពួកគេ Johnson ថាហើយក្រុម Monster នោះជួនថាខ្ញុំមិនខ្វល់ពីអ្នកដទៃនោះទេប៉ុន្តែខ្ញុំត្រូវតែជាម្នាក់ដែលទាត់ក្រុមរបស់ Monster ឲ្យបានពួកយើងមានឆ្ងល់ថាហេតុអ្វីបានជាជួននឹងគឺគុំនឹងក្រុម Monster ខ្លាំងមែនតើតោះឥឡូវយើងមកមើលអតីតកាលបន្តិចយើងក៏បានឃើញថាក្រុមជួននឹងកំពុងតែនៅក្នុងសាលាដើរចេញពីសាលាចឹងណាហើយពួកគេក៏បាននិយាយគ្នាជួនសួរទៅគ្នាគេថាតើពួកយើងគួរទៅហាង PC ឬក៏អីគេណោះJohnson គេថាអត់ទេគឺគេអត់ចង់ទៅនោះទេគឺគេកំពុងតែរកនរណាម្នាក់ដើម្បីលក់ស្បែកជើងឲ្យជួនឆ្ងល់ក៏សួរថាអ្វីបានជាមិនពាក់ខ្លួនឯងទៅចាំបាច់លក់ឲ្យគេធ្វើអីតែនៅពេលនោះជួនក៏បានចាប់អារម្មណ៍នៅខាងមុខប្រហែលជាក្រារបស់ជួនហើយដោយអារម្មណ៍អ្នកលួចស្រឡាញ់គេតែម្នាក់ឯងនឹងមើលទៅមុខគេសប្បាយចិត្តនឹងខ្លួនឯងនឹងក៏មុខក្រហមដែរមិនដឹងមិននោះទេជួនគេបាននិយាយថាស៊ូជីអនមើលទៅនាងពិតជាស្អាតខ្លាំងត្រូវទេនាងគឺស្អាតខ្លាំងណាស់ដែលភាសាបច្ចេកទេសអង់គ្លេសនឹងគេហៅថា hot នឹងឯង John Smith ក៏បាននិយាយថាឯងកុំសង្ងំលាក់ខ្លួននៅទីនេះដូចជាមនុស្សកំសាអញ្ចឹងទៅនិយាយជាមួយនាងទៅអាល្ងងហើយគ្នាបើគាត់ម្នាក់សក់វែងនឹងក៏បានសួរទៅជួនថាជួននឹងក្រាស់នាងប្រហែលឆ្នាំហើយ Johnson ក៏បាននិយាយទៀតថាខ្ញុំក៏មិនដឹងដែរខ្ញុំឃើញតែគេនឹងចូលចិត្តនាងតាំងពីនៅរៀននៅបឋមលេសចឹងហើយប្រហែលជា5ឬក៏6ឆ្នាំហើយត្រូវទេងាប់ហើយលោកបងជួនរបស់យើងនឹងគឺថាមនុស្សកំសាខ្លាំងមែនតើឃើញតែក្លាហានកាយកាប់ទៅលួចក្រាស់គេ5 6ឆ្នាំមិនហ៊ានផងណាតើបខ្លាំងមែនតើយើងមើលទៅមុខគាត់ទៅនេះមុខអ្នកតើបមុខអ្នកកំសាមើលហើយដោយសារតែ admin deal ខ្លាំងពេកនៅពេលនេះគាត់ក៏រៀងដាច់ចិត្តតិចតិចហើយគាត់ក៏បានបត់សម្បត្តិមួយនឹងបាននិយាយថា here you go បានន័យថាគាត់នឹងចាប់ដើមទៅហើយចំណែកចំណែកឯ Johnson ក៏បានលើកទឹកចិត្តពីក្រោយថាសំណាងល្អណាសំណាងល្អទីបំផុតឯងប្រាប់នាងឲ្យដឹងអំពីអារម្មណ៍របស់ឯងហើយឯងគឺជាបរិសុទ្ធពិត a real man បាន admin deal មិនទេកុំអីនឹងគាត់នៅកំសាទៀតប៉ុន្តែ admin deal មិនសូវខុសនោះទេដោយសារតែគាត់បាននិយាយថាអើយខ្ញុំមិនអាចធ្វើបានទេគ្មានផ្លូវទេកំសាខ្លាំងមែនតើបាទ
យើងមើលទៅគ្នារបស់គាត់ទៅគឺថាគាំងតែម្ដងលោកបងចនសុនថាខ្ញុំពិតជាធុញទ្រាន់នឹងបារម្ភអំពីបញ្ហាទំនាក់ទំនងរបស់អាល្ងងនេះណានិយាយទៅគឺគាត់បារម្ភខ្វាយខ្វល់អំពីមិត្តភក្តិរបស់គាត់នឹងឯងតាក់ទងនឹង relationship អត់ចេះញ៉ែស្រីនឹងឯងលោកបងសក់វែងថាហាខ្ញុំគិតថាគាត់ប្រហែលជាអាចនឹងដោះស្រាយខ្លួនឯងបានយើងកាន់មកខាងក្រៅយើងក៏បានឃើញជួវ័នគាត់និយាយទៀតហើយថាយើងចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលពិសេសម្ដងទៀតនៅថ្ងៃស្អែកបានន័យថាវគ្គ training ម្ដងទៀតហើយនៅថ្ងៃស្អែកនេះគឺគាត់ទៅហ្វឹកហាត់កង់នឹងទៀតហើយតោះឈ្នះការប្រកួតនោះហើយយកលុយរាប់ពាន់លានដុល្លារទៅផ្ទះវិញអូហូយជំនឿជឿជាក់គឺថា100លើ100តែម្ដងប៉ុន្តែរឿងញ៉ែស្រីអត់មានឲ្យ0លើ100លោកបងចនសុនក៏បាននិយាយថាខ្ញុំអាចទិញបែកជើង100គូទៀតបើសិនជាយើងឈ្នះរង្វាន់នោះហាគេសោះហ៊ីច្រឡំនៅពេលនេះជួវ័នគាត់ក៏បានលើសលេងមួយដែលបានស្រែកថាអើយចេញពីខ្ញុំទៅដោយក្រារបស់គាត់នឹងត្រូវបានអាពីក្បាលនេះទៅញ៉ៃញ៉ៃហើយនៅពេលនេះតើអូនចង់ទៅផឹកស្រាជាមួយនឹងបងទេហើយអ្វីបានជាពួកអូនទាំងពីរនឹងមិនជជែកលេងជាមួយនឹងពួកយើងនៅថ្ងៃនេះយើងនឹងទៅទិញអាហារពេលល្ងាចជូនអូនទាំងពីរនឹងជូនអ្វីគ្រប់យ៉ាងតែម្ដងអើយចេញទៅគួរឲ្យខ្លាច What the fuck អូយច្រាញ់ខ្លួនឯងនឹងគឺជាសលេងម្នាក់ដែលនៅក្បែរក្រាស់របស់ជួវ័នណាយើងក៏បានឃើញទឹកមុខក្រាស់របស់ជួវ័ននឹងគឺនាងរៀងភ័យហើយតែនាងមិនសូវមកមិនសូវកនៅទេនៅពេលនេះលោកបងជួវ័នក៏បានបដិញ្ញាចិត្តតែម្ដងគឺគាត់ចង់ទៅរើរឿងតែម្ដងតើពួកអាសត្វចង្រៃនឹងគឺជានរណាទៅអាពូម៉ាក់អាជួននេះគឺជាឱកាសដែលព្រះផ្ដល់ឲ្យឯងហើយលឿនទៅជឿว่าមិត្តភក្តិនឹងអញ្ចឹងទៀតជួននឹងក៏អញ្ចឹងទៀត God damn យើងនឹងទៅសម្លាប់ពួកអាចង្រៃទាំងពីរក្បាលនឹងតែពេលនោះជួនក៏បានគាំងតែម្ដងដោយសារតែអាកាសរបស់គេនឹងក៏ត្រូវបាន monster មកដណ្ដើម monster គាត់មិនមែនមានបំណងអាក្រក់ចង់ញ៉ែសង្សារជួននេះទេគ្រាន់តែគាត់ចង់មកជួយអញ្ចឹងណាឃើញប្រុសមកធ្វើបាបស្រីៗអញ្ចឹងណាគាត់មកក៏បាននិយាយថាបើគេប្រាប់ថាគេមិនចាប់អារម្មណ៍នឹងពួកឯងហើយហេតុអ្វីបានជាមិនអោយគេចេញទៅអាពីរនាក់ហ្នឹងនៅពេលដែលបានញាក់មកមើល monster ហ្នឹងគេឃើញមានធំអញ្ចឹងគេក៏រៀងខ្លាចដែរណាក៏បានដើរចេញទាំងពីរនាក់ទៅដើរហ្នឹងក៏និយាយដើមបដាទៀតថាមុខ monster របស់យើងចាស់អីចឹងទៅមែនទេបើគាត់មានធំយើងមើលទៅមុខ monster ទៅការពិតទៅគឺថាសង្ហាខ្លាំងមែនតើបាទបើមិនជឿមើលទៅពិសេសគឺថាម៉ូតសក់ដូចបងជើមយើងនឹងពេលនេះស្រីនៅពេលដែលបានមើលមុខគាត់ហើយក៏អរគុណអីចឹងទៅចំណែក monster ក៏បានដើរចេញហើយនៅពេលនោះ crash របស់ជួវ័ននឹងក៏បានងាកទៅមើល monster ពីក្រោយនឹងនាងក៏បាននិយាយយ៉ាងសាហាវថាគាត់គឺជាថែបរបស់ខ្ញុំចាប់ប្រហើយលោកបងអូលោកបងជួនរបស់យើងស្រែកយកតែម្ដងតែអាចចង្រៃនេះគឺជាណាគេ No យើងមិនបាច់ឆ្ងល់នោះទេតែហេតុអ្វីបានជាជួននឹងកត់គុំជាមួយនឹង Monster ការពិតទៅគឺរឿងបែបហ្នឹងនោះទេយើងកាត់មកបច្ចុប្បន្នវិញបន្ទាប់ពីគាត់នឹកឃើញដល់រឿងអតីតកាលដ៏ឈឺចាប់របស់គាត់ហើយគាត់ក៏បានស្រែកថាខ្ញុំមិនខ្វល់ពីអាណាគេទាំងអស់ខ្ញុំមិនចុះចាញ់អាក្រុមបិសាចអាដេរិឆានទាំងអស់ហ្នឹងនោះទេហើយយើងក៏បានឃើញថាកំហឹងរបស់គាត់នឹងក៏បំលែងទៅជាលបឿនយ៉ាងលឿនតែម្ដងយើងកាត់មកមើលក្រុម Hummingbird របស់យើងកំពុងតែហ្វឹកហាត់ម្ដងអើយនេះគឺកំពុងតែសម្លាប់ខ្ញុំហើយអីយយខ្ញុំចង់បានសាច់គឺជាសលេងរបស់លោកបងដងហ្គេមរបស់យើងដែលគាត់ហត់មែនតើហើយគាត់ចង់បានសាច់ញ៉ាំសត្វព្រៃលោកបងក្បាលទាំងអស់អញ្ចឹងទៀតគឺថាបាបយកតែម្ដងយើងឃើញថាក្រុម Hummingbird របស់យើងនឹងគឺហ្វឹកហាត់ទាំងអស់គ្នាហត់ទាំងអស់គ្នាហើយនៅពេលនេះលោកបងជូនក៏បាននិយាយថានេះគឺព្រៃផ្សៃណាតើនេះមិនអាចទៅរួចទេតើគាត់កំពុងព្យាយាមសម្លាប់ពួកយើងនៅលើភ្នំនេះមែនលោកបងមីនូនឹងក៏បាននិយាយថាគាត់នឹងមិនផ្ដល់សំបីតែទឹកឲ្យពួកយើងសេលីនឹងក៏បានល្អូនឹងគេដែរដែលនាងបាននិយាយថាខ្ញុំគ្រាន់តែចង់ទៅផ្ទះវិញនេះគឺពិបាកពេកហើយសម្រាប់ខ្ញុំហេតុអ្វីបានជាខ្ញុំធ្វើការដល់ពិបាកបែបនេះតាំងពីពេលដែលខ្ញុំមកកូរ៉េបែបនេះបានន័យថាគ្រាន់តែនាងមកកូរ៉េភ្លាមនឹងហេតុអ្វីបានជាមកធ្វើការដល់ធ្ងន់ធ្ងរបែបហ្នឹងគេប្រើពាក្យធ្វើការក៏ប៉ុន្តែគឺហ្វឹកហាត់ហ្នឹងឯងពេលនេះដំហ្គេមក៏បាននិយាយថាយើងត្រូវតែហ្វឹកហាត់ឲ្យខ្លាំងជាងនេះបើមិនជាយើងចង់ផ្ដួលរំលំក្រុមរបស់ Monster គាត់ក៏បាននិយាយទៀតថា Monster នឹងធ្វើបាបយើងបានដោយការពីមុនចឹងបើមិនជាយើងនឹងចូលរួមការប្រកួតឡើងវិញដោយមិនមានជំនាញអ្វីនោះគឺជំនាញគេហៅថា Mediocre គឺជំនាញមធ្យមហើយមានខ្ជិលស្រាវជ្រាវច្រើនដឹងថាជំនាញទៅបានហើយនៅពេលនេះដំហ្គេមក៏បាននិយាយទៀតថាអ្នកទាំងអស់គ្នាក៏ដឹងដែរនៅពេលដែលគេដេញតាមពីក្រោយពួកយើងគឺ Monster ដេញតាមពីក្រោយពួកគាត់ណាគឺថាធម៌ពល Monster នឹងគឺខ្លាំងមែនតើដំហ្គេមក៏បាននិយាយទៀតថាវាពិតជាមានអារម្មណ៍ថាដូចជាមានសត្វចម្លែកមួយក្បាលកំពុងដេញតាមចាប់យើងចឹងលោកបងជូនក៏បាននិយាយថានេះត្រង់ទៅខ្ញុំក៏ឆ្ងល់ដែរថាយើងអាចយកឈ្នះមនុស្សបែបនោះដោយរបៀបណាជ័យរបស់យើងគាត់ក៏បានស្ងាត់ដូចគ្នានៅពេលនេះលោកអ៊ំចែងក៏បានដើរមកពីក្រោយពួកគេនិងបាននិយាយសើចថាអ្នកទាំងអស់គ្នាអ្នកនឹងមិនត្រូវបានដឹងថាវាមានអារម្មណ៍បែបណានៅពេលដែលត្រូវបានគេដេញតាមដូចជាបិសាចពិតនោះទេចុំបិសាចពិតអីគេអ្នកគ្នាចង់ដឹងមកយ៉ាត់ក្រុម Hummingbird របស់យើងនឹងក៏បានឆ្ងល់ដូចគ្នាលោកអ៊ំក៏បានញញឹមចេញថ្មិញមាសយ៉ាងលយតែម្ដងហើយនៅពេលនេះយើងក៏បានឃើញទឹកមាត់ស្រក់ហូរមកវែងខ្លាំងមែនតើហើយយើងក៏បានឃើញភ្នែកក្រហមមួយគូនៅក្នុងព្រៃហើយនេះគឺជាសត្វគេហៅបិសាចនឹងហើយបិសាចដែលលោកគ្រូនិយាយនឹងហើយមើលទៅ
តើនឹងមានរឿងអ្វីកើតឡើងនៅភាគបន្ទាប់យើងរងចាំទស្សនាទាំងអស់គ្នា Goodbye អ្នកទាំងអស់គ្នា